Chị giúp bông bông cho nó này để sao ta mà để dẫn đi nhằm vật chỉ là bồi mền tết hay nhằm bàn thô video chạy chuồn bông bông này chẳng ngày nắng dương màu to cho môi nắng merin đi vô dương và to tiết cho môi nắng đi vô socket đi vô socket cứ chia dương hai thay chiaประเภท đi vô center ដែលវាជាមានអនុភាពខ្លាំងហើយជាផ្នែកខាងបូកវាចាប់ជាប់ទៅនឹងដៃត្រជាក់អញ្ចឹងក្នុងករណីហ្នឹងគឺយើងនិយាយថាបើសិនជាប្រភេទឌីយ៉ូតហ្នឹងគឺជាប្រភេទឌីយ៉ូតដែលវាមានអនុភាពខ្លាំងហើយនឹងវាជាប់ជាមួយនឹងដៃត្រជាក់ហើយយើងតមកបន្តទៀតនេះគឺជាមួយនឹងប្រភេទឌីយ៉ូត Dutch 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 អូខេសំទោសបើសិនជាខ្ញុំនិយាយខុសអញ្ចឹងគឺជាប្រភេទឌីយ៉ូតមួយដែលយើងនិយាយបានថាវាប្រើជាមួយនឹងចរន្ត AC ដែលវាមានតួនាទីទប់នឹងតម្លាក់ចរន្តAC អញ្ចឹងមានន័យថាឌីយ៉ូតមួយហ្នឹងគឺវាទប់ចរន្ត AC ទប់ភ្លើងរត់របស់យើងហ្នឹងហើយវាទម្លាក់ហើយនឹងច្រោះទៅចរន្ត AC អញ្ចឹងណាបងអញ្ចឹងយើងចូលមកបន្ទាប់មកទៀតគឺយើងចូលមកទី4យើងនិយាយអំពីដំណើរការរបស់ឌីយ៉ូតដែលយើងនិយាយពីដំណើរការរបស់ឌីយ៉ូតហ្នឹងគឺយើងនិយាយអំពីដំណើរការរបស់វាតើដំណើរការរបស់ឌីយ៉ូតហ្នឹងវាដំណើរការបែបម៉េចអញ្ចឹងយើងចូលទៅទី1យើងនិយាយពីដំណើរការស្របនឹងទិសចរន្តអញ្ចឹងបើសិនជាករណីយើងនិយាយថាដំណើរការស្របទិសចរន្តហ្នឹងវាស្របបែបម៉េចអញ្ចឹងយើងចូលទៅកន្លែងហ្នឹងបន្តិចយើងហៅថាគឺជាចរន្ត DC ដែលយើងនិយាយថាជាចរន្ត DC ដែលវាឆ្លងកាត់ទៅមួយដៃយ៉ូតពីប៉ូលបូកនៃប្រភពដែលភ្ជាប់ទៅប៉ូលអវិជ្ជមានគេហៅថាប៉ូលដកនៃប្រភពអញ្ចឹងមានន័យថាឌីយ៉ូតហ្នឹងគឺវាឆ្លងកាត់ទៅលើដៃយ៉ូតហើយដែលវាច្រឡំវាឆ្លងទៅ DC ប៉ុន្តែវាចូលទៅចរន្តដៃយ៉ូតមួយដែលយើងអាចនិយាយបានថាវាចេញជាប៉ូលបូកហើយទៅភ្ជាប់ជាមួយនឹងប៉ូលដកហើយការតភ្ជាប់ប្រភេទនេះគេហៅថាដំណើរការស្របអញ្ចឹងមានន័យថាដំណើរការរបស់វាហ្នឹងណាគឺជាដំណើរការស្របដែលវាចេញពីប៉ូលបូកហើយទៅប៉ូលដកប៉ូលបូកប៉ូលដកប៉ូលដកប៉ូលបូកប៉ូលដកអញ្ចឹងមានន័យថាដំណើរការរបស់វាគឺវាស្របចរន្ត AC វាបំលែងទៅចរន្ត DC អញ្ចឹងមានន័យថាការបំលែងរបស់វាហ្នឹងគឺជាការបំលែងពី primary ទៅ secondary ដែលយើងនិយាយពី transformer ហ្នឹងដែលយើងនិយាយថាពី secondary ពី primary ទៅ secondary អូខេអញ្ចឹងបងយើងតទៅទៀតអញ្ចឹងពេលដែលយើងតមកទៀតនេះយើងរូបនេះរៀងព្រិលអញ្ចឹងខ្ញុំសូមនឹងបញ្យល់ឲ្យបងឲ្យបានលម្អិតជាងនឹងបន្តិចជាមួយនឹងទី2ដែលយើងនិយាយពីការដំណើរការនៃទិសដៅវាច្រាសចរន្តអញ្ចឹងចំពោះនឹងឌីយ៉ូតដែលវាច្រាសចរន្តហ្នឹងគឺចំពោះចរន្ត DC គេប្រើវាដើម្បីទប់យើងហៅថាទប់ចរន្តច្រោះចរន្តឬក៏ច្រោះប្រេកង់អញ្ចឹងមានន័យថាបើសិនជាករណីយើងឃើញឌីយ៉ូតដែលយើងដាក់វាទៅជាទិសដៅច្រាសវិញអញ្ចឹងមានន័យគេថាគេប្រើវាសម្រាប់តែច្រោះចរន្តនិងហ្វ្រេកង់ឯងដើម្បីកុំឲ្យវាមានបញ្ហាអីណាមួយអញ្ចឹងការតភ្ជាប់របៀបហ្នឹងដែលគេហៅថារបៀបយើងនិយាយបានថាជាមួយនឹងធ្វើការដំណើរច្រាសអញ្ចឹងមានន័យថាក្នុងការដែលយើងភ្ជាប់បងឃើញឌីយ៉ូតដាក់ច្រាសបែបនេះអញ្ចឹងមានន័យថាវាច្រោះចរន្តហើយវាជាមួយនឹងការច្រោះហ្វ្រេកង់អញ្ចឹងបើសិនជាយើងដាក់ស្របបើសិនយើងដាក់ស្របអញ្ចឹងមានន័យថាទិសដៅរបស់វាគឺវាច្រោះពីបំលែងពី AC ទៅ DC អូខេអញ្ចឹងចូលមកដល់កន្លែងនេះក៏សំខាន់ដែរបងគឺយើងនិយាយអំពីរបៀបដែលខ្ញុំនឹងលើកឡើងមកពីរបៀបត្រួតពិនិត្យទៅលើដៃយ៉ូតយ៉ាងណាមិញបើយើងអាចដឹងថាឌីយ៉ូតនឹងខូចតើយើងអាចមើលវាដូចម្តេចខ្លះដែលយើងគិតថាវាជាកំហុសរបស់ដៃយ៉ូតអញ្ចឹងនៅក្នុងការប្រើប្រាស់ដៃយ៉ូតភាគច្រើនយើងតែងតែជួបប្រទះនឹងការខូចអញ្ចឹងណាបងអញ្ចឹងបងខ្លះក៏អត់ដឹងថាដៃយ៉ូតនឹងខូចទេតើខូចនឹងខូចរបៀបម៉េចអញ្ចឹងក្នុងនៅខាងក្រោមនេះយើងនឹងមានការប្រាប់លម្អិតជាមួយនឹងកំហុសរបស់ដៃយ៉ូតអញ្ចឹងដៃយ៉ូតត្រូវបានតភ្ជាប់ដោយការប្រើប្រាស់ទៅលើអានុភាពដែលយើងហៅថាការលើសជាមួយនឹងអានុភាពដែលគេហៅថាលើសនៅចរន្តអគ្គិសនីយើងទៅដោយសារបើសិនជាករណីដែលយើងយកទៅជាករណីជាលើសអញ្ចឹងមានន័យថាវាលើសនឹងអានុភាពរបស់វាគឺវាធ្វើឲ្យដៃយ៉ូតហ្នឹងគឺខូចតែម្ដងអញ្ចឹងទី2ដែលយើងលើកមកនិយាយនេះទៀតគឺឌីយ៉ូត
ដែលដាច់តំណអញ្ចឹងមានន័យថា diode ហ្នឹងគឺដាច់ជើងនិយាយថាបើសិនជាបងនៅឃើញក្នុងប្រទេសបតណាវាមានប្រទេសបតមួយដែលយើងដាច់តំណវាដោយសារតែការប្រើប្រាស់តង់ស្យុងរបស់វាគឺលើសកំណត់ឬក៏ការប្រើប្រាស់លើសតង់ស្យុងរបស់វាកំណត់អញ្ចឹងក្នុងករណីហ្នឹងគឺយើងនិយាយថាការប្រើប្រាស់ជាមួយនឹងភ្លើងរបស់វាបញ្ជូនទៅ diode គឺវាលើសនៅចរន្តអគ្គិសនីវាធ្វើឲ្យការកំណត់របស់តង់ស្យុងគឺវាមានសភាពគឺវាដាច់ជើងតែម្ដងហើយពេលដែលយើងប្រើប្រាស់ diode យើងត្រូវគិតមើលប្រការទាំង3នៅខាងក្រោមប្រការទាំង3ហ្នឹងគឺមានន័យថាម៉េចប្រការដែលឲ្យយើងព្យាយាមមួយដើម្បីកុំឲ្យ diode របស់ពួកយើងគឺវាខូចឬក៏វាលើសតង់ស្យុងលើសតង់ស្យុងដែលបងបានប្រើប្រាស់អញ្ចឹងទី1ដែលយើងលើកមកនិយាយនេះគឺជាមួយនឹងមុខងារហ្នឹងគឺការជ្រើសរើសdiode របស់យើងហ្នឹងឲ្យចំនឹងមុខងារចាំឲ្យមុខងារបែបម៉េចឧទាហរណ៍ដូចបងជ្រើសរើស diode ដើម្បីទៅធ្វើអ្វីទប់ចរន្តអគ្គិសនីឬក៏បំលែងអគ្គិសនីឬក៏យើងធ្វើអីផ្សេងៗដែលយើងឲ្យវាធ្វើម៉េចឲ្យវានឹងត្រូវជាមួយនឹងមុខងាររបស់វាទី2 frequency ដែលយើងហៅថា frequency ត្រូវជ្រើសរើសឲ្យចំជាមួយនឹង frequency ទើប diode ដំណើរការអញ្ចឹងក្នុងករណីហ្នឹងបើសិនជាបងយកទៅប្រើប្រាស់ដោយអត់ត្រឹមត្រូវជាមួយនឹង frequency ទេគឺមានន័យថា diode ហ្នឹងគឺមិនដំណើរការទេក្នុងករណីណាមួយដែលបងយកទៅធ្វើអីមួយអញ្ចឹងបើសិនជា frequency របស់វាអត់បានល្អឬក៏ frequency វាអត់ចំទេគឺវាធ្វើឲ្យ frequency របស់យើងគឺអត់ដំណើរការទេទី2គឺតង់ស្យុងកន្លែងតង់ស្យុងហ្នឹងគឺសំខាន់ណាស់បើសិនជាករណីដែលយើងយកdiode ទៅប្រើដែលលើសកំណត់ដូចយើងនៅខាងលើអញ្ចឹងគឺវាធ្វើឲ្យខូចអញ្ចឹងដែលកន្លែងតង់ស្យុងនេះគឺយើងលើកមកនិយាយជាមួយនឹងពេលដែលប្រើប្រាស់យើងត្រូវគិតបណ្ដោយ diode អញ្ចឹងក្នុងករណីហ្នឹងពេលដែលយើងយក diode ទៅប្រើប្រាស់យើងគិតវិភាគទៅលើ diode ហ្នឹងតើ diode ហ្នឹងយើងប្រើប្រាស់ហ្នឹងត្រូវរបស់វាអត់បណ្ដោយទទឹងរបស់វាអត់អញ្ចឹងបងត្រូវចាំកន្លែងទៅនឹងបន្តិចដែរអូខេអញ្ចឹងខ្ញុំសូមចូលទៅចំណុចបន្ទាប់នេះគឺជាកូដរបស់diode ដែលយើងមានលេខកូដសម្គាល់ដែលបងអាចនឹង research ទៅលើ Google នឹងឃើញពីលេខកូដរបស់ diode ហើយតើ diode មានប្រមាណ volt ដែលយើងយកទៅប្រើប្រាស់ក្នុងការដែលយើងយកទៅដំឡើងឬក៏យើងយកទៅជួសជុលគឺយើងនឹងដឹងអំពីចំនួន volt របស់វាអូខេអញ្ចឹងយើងចូលមកដល់ចំណុចទី5ក៏ជាចំណុចរៀងចុងក្រោយដែរហើយចំណុចទី5នេះគឺយើងនិយាយអំពីការវាស់ត្រួតពិនិត្យកំហុច diode អញ្ចឹងក្នុងការដែលយើងវាស់ជាមួយនឹងកំហុច diode យើងវាស់ដូចម្ដេចទី1យើងរៀបចំ voltmeter របស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងក្នុងការដែលយើងប្រើប្រាស់ជាមួយនឹង voltmeter យើងឲ្យបានត្រឹមត្រូវបងត្រូវកាច់ក្លីបមកគុណ1កាច់ក្លីបមកគុណ1រួចរាល់បងត្រូវតម្រឹមឬក៏តម្រូវត្រនិចឲ្យចំនឹងលេខ0អញ្ចឹងបងអាចកាច់ក្លីបវាបានដោតនៅខាងនេះហើយខ្ញុំនឹងប្រាប់ពីរបៀបវាស់ diode នៅវីដេអូខាងក្រោយអញ្ចឹងយើងចូលមកទ្រឹស្ដីយើងវិញគឺនិយាយឲ្យចំលេខ0ហើយយើងត្រូវយក diode មួយគ្រាប់មកធ្វើការវាស់ដូចខាងក្រោមទី1យើងយកខ្សែខ្មៅដាក់លើប៉ូលអាណូតហើយខ្សែក្រហមទៅដាក់លើប៉ូលកាតូតយើងឃើញតំណ voltmeter វាត់ឡើងប្រហែលជា1/3នៃចំយើងហៅថាចំក្រឹតទាំងមូលហើយទី2ដែលយើងយកខ្សែកពណ៌ខ្មៅយកទៅកាណូតហើយនឹងខ្សែក្រហមទៅដាក់លើប៉ូលអាណូតយើងឃើញតំណมันវាត់ឡើងនោះបញ្ជាក់ថា diode ហ្នឹងនៅល្អអញ្ចឹងគឺកន្លែងទៅហ្នឹងគឺខ្ញុំចង់និយាយថាបើសិនជាករណីដែលយើងវាស់ diode ហ្នឹងមួយដើរមកខាងទៀតគឺអត់ដើរទេប៉ុន្តែបើសិនជាដើរទាំងពីរគឺមានន័យថាវាមានបញ្ហាហើយចុះបើសិនជាករណីបើយើងវាស់ពឹបហើយមកខាងទៀតអត់ដើរគឺមានន័យថា diode ហ្នឹងគឺនៅល្អចំណែកឯការវាស់ពន្លឺ diode យើងហៅថា LED របស់ diode គឺវាក៏ស្រដៀងគ្នាដែរគឺdiode ទាំងឡាយដែលនៅខាងលើវាតែងតែពិសេសត្រង់យ៉ូតយើងហៅថាយ៉ូតពន្លឺ
នៅពេលដែលយើងមូលកាលីបគុណ10ឬក៏គុណ1ហើយយើងភ្ជាប់ខ្សែក្រហមទៅកាណូតនិងខ្សែខ្មៅទៅលើខាងអាណូតនោះវាបង្ហាញពន្លឺទៅលើឡើងទៅលើតនិចនាឡិកាក៏បត់ដែរអូខេអញ្ចឹងកន្លែងទៅហ្នឹងខ្ញុំនឹងអាចនឹងធ្វើវីដេអូមួយដែលចង់ប្រាប់បងប្អូនអរគ្នាដែលយើងនិយាយជាមួយនឹងការត្រួតពិនិត្យឬក៏ការវាស់កំហូចនៃឌីយ៉ូតផងដែរអូខេអញ្ចឹងយើងនេះគឺជាតម្លៃវាស់របស់ឌីយ៉ូតទេអានេះគឺជាការវាស់ដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអរគ្នាអញ្ចឹងគឺជាការវាស់របស់diode អញ្ចឹងក្នុងករណីហ្នឹងគឺយើងនិយាយពី Anode ហើយនិង Cathode អញ្ចឹងបើសិនជាយើងយកប៉ូលបូកទៅ Cathode ហើយប៉ូលដកទៅ Anode គឺវាមានន័យថាវាឡើងហើយអ្នកវាចូលទៅកលៈហ្នឹងចុះបើសិនជាករណីយើងយកជើងជើងប៉ូលបូកដដែលហើយយើងដាក់ជើង Anode ហើយជាមួយនឹងប៉ូលដកដាក់ Cathode គឺវាអត់ឡើងគឺមានន័យថាគឺវានៅល្អអញ្ចឹងចុះបើសិនជាករណីដែលយើងវាស់ជាមួយនឹងប្រភេទ digital ដូចគ្នាបងអាចវាស់ទៅមួយមានតម្លៃមួយទៀតមិនមានតម្លៃទេប៉ុន្តែបើសិនជាវាមានតម្លៃទាំងពីរគឺមានន័យថាវាខូចហើយអញ្ចឹងវីដេអូរបស់យើងគឺឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងខ្ញុំនឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងតទៅមេរៀនយើងថ្មីទៀតជាមួយនឹង transistor អូខេអរគុណច្រើនបង